ណាហើយមានបងប្អូនមួយចំនួនគឺគាត់ចង់ដឹងភ្លាមអំពីលទ្ធផលណាហើយខ្ញុំនឹងនិយាយពីដំណើរការនៃការចរចានឹងមិនហើយខ្ញុំនិយាយដោយយោងទៅតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកហើយនឹងកិច្ចព្រមព្រៀងជាមួយកម្ពុជាដែលយកជាមូលដ្ឋាននៃការចរចាជាមួយសហរដ្ឋអាមេរិកហើយបានមកពីការស្រាវជ្រាវរបស់ខ្ញុំទេហើយខ្ញុំចង់ឲ្យបងប្អូននឹងយកទៅពិចារណាទាំងអស់គ្នាទី1បើសិនជាយើងមើលគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលគេដាក់ចេញហ្នឹងគឺ America First Trade Policy អញ្ចឹងនៅក្នុងលក្ខណៈលម្អិតនេះគឺខ្ញុំដាក់ link នៅក្នុងឯកសារហ្នឹងខ្ញុំដាក់ link នៅក្នុង description ណាបងប្អូនអាចទៅមើលបន្ថែមប៉ុន្តែនៅថ្ងៃនេះគឺខ្ញុំចង់បញ្យល់ចំណុចហ្នឹងព្រោះនឹងគឺជាមូលដ្ឋានដែលសហរដ្ឋអាមេរិកគេដាក់សម្ពាធនេះគេហៅដាក់ពន្ធទៅក្នុងប្រទេសនានានៅលើពិភពលោកដោយយោងទៅតាម America First Trade Policy ហ្នឹងអញ្ចឹងនេះគឺជាមូលដ្ឋានមួយហើយយើងទៅចរចាមួយគេដោយសហរដ្ឋអាមេរិកគេមើលលើមូលដ្ឋាន policy ដែលគេមានណាហើយកម្ពុជាក៏មានមូលដ្ឋានរបស់ខ្លួនឯងដែរហើយប្រទេស